xì đặt resistance và resistance về miền tuần thì tầm lập chầm lon nó chẳng tất cả là vì xì trường resistance nó đắt vì admin ấy chầm lon lương châu lại thế này anh ấy IC 3G 4G nữa Techno phone បញ្ហាតកតងជាមួយម៉ាស៊ីនអត់សេវាបាទម៉ាស៊ីននេះគឺវាជាប់លេខកូដអត់ដឹងថាលេខកូដម្ចាស់គេប្រហែលណាបាទតែពេលយើងចូល emergency ទៅយើងឃើញថាវាអត់មានបកគោសេវាសោះហ្មងគេបាទបាត់បកគោសេវាឈឹងហើយដល់ពេលអញ្ចឹងពិបាកដែរហ្នឹងបាទពិបាកចូល check មើលថាតើវាបញ្ហាហ្នឹងវាយ៉ាងម៉េចក្នុងករណីបាត់សេវាហ្នឹងទីមួយយើងត្រូវឆែកមើល IMEI វាសិនណាបាទយើងឆែកមើល IMEI គីឡូ IMEI វា null ឬក៏ IMEI វាអត់មានអីចឹងណាបាទទី2យើងត្រូវធ្វើការតេស្តមើលទៅលើ 2G ហើយនិង 3G បាទតើម៉ាស៊ីននឹង 2G ដើរអត់ 3G ដើរអត់ចឹងណាបាទអញ្ចឹងយើងអាចកំណត់ខូចថាវាខូចទៅលើ 2G ឬក៏ខូចទៅលើ 3G ចឹងទៅបាទតែដល់ពេលនេះឥឡូវវាអត់មានអីត្រូវចូលតេស្តនេះណាបាទអត់មានអីត្រូវចូលតេស្តទេបាទអញ្ចឹងមានតែធ្វើព្រាវយកតែម្ដងបាទធ្វើព្រាវទី1យើងសាកធ្វើការ call 112សិនណាបាទថាតើម៉ាស៊ីនហ្នឹង call 112ចេញអត់ណាបាទបើសិនជាម៉ាស៊ីនហ្នឹង call 112ចេញបាទយើងអាចសន្និដ្ឋានបានថាវាបញ្ហាទៅលើជើង SIM ណាវាអត់ស្គាល់ SIM អត់ស្គាល់អីចឹងណាបាទតែបើក្នុងករណីយើង call 112អត់ចេញទេអញ្ចឹងវានឹងបញ្ហាលើ IC សេវាណាវាពាក់ព័ន្ធលើផ្នែកសេវាអញ្ចឹងទៅបាទគឺអត់ចេញទេបាទដាច់ទៅវិញណាដាច់ទៅវិញបាទកន្លែងនេះគឺ block សេវារបស់វាបាទអញ្ចឹងយើងកំតន់អាចធ្វើវាយើងត្រូវត្រួតពិនិត្យមើលសិនថាតើម៉ាស៊ីនហ្នឹងគឺមានប្រវត្តិធ្លាប់ចូលទឹកធ្លាក់បោកអីដែរអត់ណាបាទតាក់ទងទៅជាមួយនឹងកាត់លើបាទតាក់ទងទៅជាមួយនឹងកាត់ក្រោមនេះអីហ្នឹងសំណុំជើងសាកសំណុំអីហ្នឹងបាទក៏វាជាបញ្ហាដែរឥឡូវខ្ញុំនឹងធ្វើការឆ្លោះមើលកាត់ក្រោមសិនបើយើងមើលទៅលើកាត់លើយើងឃើញថាស្អាតណាបាទតែអត់ដឹងថាខាងក្នុងរបស់វាយ៉ាងម៉េចទេបាទអញ្ចឹងគឺយើងត្រូវមកមើលកាត់ក្រោមណាបាទកាត់ក្រោមខ្ញុំដាក់ microscope ឲ្យមើលសិនមើលទាំងអស់គ្នាណាបាទឲ្យដាក់កោ microscope នេះបាទដោយសារយើងអត់មាន monitor សម្រាប់មើលទេឥឡូវមានតែយើងដាក់កាមេរ៉ាមើលអញ្ចឹងតែម្ដងណាបាទនេះយើងឃើញមានថាកង់ដងនេះមានស្នឹមក្បាលណានេះទីទូទៅអាកាត់ក្រោមយើងមើលទៅលើពពុះ IC ទេ IC អញ្ចឹងណា IC ទូចនៅក្បែរកន្លែងជើងសាជើងយ៉ាងតែនជើងអីវាហ្នឹងបាទពេលខ្លះវាឆ្លងស្នឹមឆ្លងអីដាច់ឬក៏ឆ្លងកង់ដងឆ្លងអីក្បែរហ្នឹងអាហ្នឹងក៏ពាក់ព័ន្ធមួយសេវាដែរណាបាទអាហ្នឹងតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបនេះ IC ហ្នឹងជាពិសេសពីច្រើនខ្ញុំជួបច្រើន Samsung តែហ្មងណាបាទ Samsung តើបញ្ហាលើ IC ទូចហ្នឹងគឺថាម៉ាស៊ីនហ្នឹងក៏វាអត់ដំណើរការដែរណាអត់ដំណើរការទេបាទទេបាទឥឡូវយើងធ្វើការឆែកមើលនឹងផ្នែកផ្ទាល់តែម្ដងបាទអញ្ចឹងយើងត្រូវធ្វើការត្រួតពិនិត្យមើលហើយនឹងធ្វើការវាស់វែងវាណាបាទវាស់វែងវាមើលទៅណាបងប្អូនបាទព្រោះម៉ាស៊ីនយើងអត់ទៀងទេពេលខ្លះកំហូចអត់ទេបាទដូចគ្នាក៏ប៉ុន្តែការខូចកន្លែងផ្សេងគ្នាក៏មានដែរអាហ្នឹងស៊ីសងលើយើងមើលតាមការជាក់ស្ដែងសិនបាទមើលតាមការជាក់ស្ដែងហ្នឹងណាបាទ 0.67 ក្បែរម៉ាស់ដែរហ្នឹងបាទអានេះ 900 ណាបាទហើយបាទអញ្ចឹងពេលដែលខ្ញុំពិនិត្យមើលឲ្យមែនតើខ្ញុំឃើញថានៅខាងក្រោមជើង IC ហ្នឹងគឺដូចជាមានស្នឹមបាទ IC អាតូចហ្នឹងណាបាទដូចជាមានស្នឹមអញ្ចឹងអានេះជាចំណុចសង្ស័យរបស់ខ្ញុំបាទហើយខ្ញុំនឹងធ្វើការវាស់អាកង់ដងដែលវាស្នឹមនេះមើលសិនបាទអាកង់ដងដែលស្នឹមនេះ
ម៉ាស់នេះនោះមានអារម្មណ៍ថាដូចឆ្លងហើយបងប្អូនអូចូលដកថ្មចេញសិនគេលោវាភ្ជាប់ទៅជាមួយនឹងថ្មបាទអូអត់អីនេះដកថ្មចេញទៅវាអត់លែងស្មើមកអត់ស្មើមកទេអូខេម៉ាស់បាទខាងនេះ900អូមបាទអញ្ចឹងវាដូចជាមិនបញ្ហាទេបាទអញ្ចឹងអ្វីដែលយើងត្រូវមើលយើងនឹងធ្វើការដកមើលកន្លែង IC មួយនិង IC ទូចហ្នឹងណាមកមើលហ្នឹងសិនបាទដកមើលកន្លែងហ្នឹងសិនបាទបងប្អូនសូមតាមដានទាំងអស់គ្នាថាតើវាបញ្ហាមកពីអ្វីណាបាទតាមដានពេលខ្លះធ្វើទៅវាជោគជ័យពេលខ្លះធ្វើមិនជោគជ័យបាទអញ្ចឹងអ្វីយើងត្រូវមើលយើងមើលទៅបាទមើលទាំងអស់គ្នាបាទទុកជាការកាយកំសាន្តណាបងប្អូនណាបាទពេលខ្លះយើងមិនប្រកាសថាធ្វើទៅវាចំទេបាទបើយើងធ្វើមិនចំយើងរកកន្លែងផ្សេងទៀតបើយើងមើលកាត់ក្រោមទៅឃើញថាវាអត់ដំណើរការទេយើងទៅមើលខាងលើទៀតបាទcòn nào nếu dương chụp nói để dương mới khơi to là nét khi khơi tha việc nằm cái này nắng và đây làm tên flop chỗ tập chỗ lại giống á và lợi dụng thua cả lừa cả câu đi xe đang trên sân và lừa cả câu đi xe đang trên sân màu nó và lừa bị tránh và hay mở ba bảo vía thả ta vì miền nằm miền ấy đã và đôi chia mình sợi chỉ ấy thế năm màn tích tái còn mình tái về mình vừa ao đặt trường đặt ấy thế và trang dương cọc sầm ạt về đó cọc sầm ạt cọc ấy dương tới đã trôi từ mình đã trôi từ bên thôi vừa mới tới về đôi chia mình ấy ok con sấm át đã trôi từ bình hay giờ mưa dừng tay mưa tao về dừng anh đang hỏi tao việc đào và cái lại xem tiếp đôi chia mình ấy tới xa lo dương khơi thành nơi ta mình miền và nơi ta mình miền sẽ qua nơi ấy ta phải cố không khơi phòng tận nào bạn thấy thế nên là lấy dương bật to màu hàng lừa bính ba dương này tới thua ca qua từ lừa block sẽ vào bảo viên này nó đâm 70 thả tay sẽ vào với mùi nè bàนี่ประตอไปยืนกัดกำรอบได้มือเต๋อนะยืนเคยนำมาtính cái trâu tặc này nhé mà trâu tặc nằm cái này nhờ y tế sự phá bảo vía nhờ bà chẳng có con chịuបញ្ហាthằng cái này đang làยืน thời lọc mưa ra tàu bị nằm xí đặt trường đặt đây thì toàn đặt ấy cái này giống nó buồn đây mưa thằng ngọc này nó lợi dụng thực ca liên tập ạt sân làm bây giờ nghe xuống ca mờ quả sân nó bị ca vc nắm vc đặt trường nó bị tẹt toàn một lơ nhưng tay bằng hay gì qua thập phần nắng gì khơi phần nắng ta toàn đang là khăn ông bọp đi bọp đi tiệt chả mưa bật thừa phần nắng hay nơi ta ạt tiết chăm qua mưa bật to tiệt chẳng ok khi lấy dương câu hỏi ọt tầm món nằm bây giờ ọt cả sòng sái đó và hay dương bình định mưa tam chợ đây tới dương khơi thà cái này lý và sẽ nằm cây này mình tích và này nằm cái này lý và đây thì toàn này muối và trôi xe hồ chí nữa và cái này nếu dương mình liền tầm à đấy
ហើយយើងបានវាស់កង់ដងនឹងក្បែរនឹងមើលអត់ឆ្លងទេណាបាទអត់ឆ្លងទេចឹងអ្វីដែលយើងសង្ស័យនេះគឺអាចនឹង resistance នេះណាបាទណាបាទអាចនឹងស្នំស៊ីដាច់ resistance ព្រោះ resistance វាមានតួនាទីសម្រាប់ចម្លងណាចឹងតើកាលណា VC ជើង resistance នឹងដាច់វាអត់មានអីចម្លងភ្លើងចូលឲ្យ IC នេះអានេះ IC 3G 4G ណាហ្នឹងបាទចឹងក៏វាអត់ដំណើរការហើយ WTR របស់វាហើយ IC 2G តោះឥឡូវយើងនឹងធ្វើការមើលកុសមើលកន្លែងនេះណាអូយកុសខ្លាំងពេកដាច់ររឹងឃើញឡើងនេះទូចមួយបាទទូចមួយភ្លឺនេះមិនតិចហ្នឹងអូខេមើលឃើញអត់បងប្អូននេះបាទទូចមួយទេឥឡូវយើងធ្វើការវាស់វែងវាមើលសិនវាស់វែងវាបន្តិចសិនបងប្អូនតាមដានមើលជាមួយខ្ញុំថាតើម៉ាស៊ីនហ្នឹងអាចធ្វើបានលុយអត់អាចធ្វើបានលុយអត់$10ដែរតាអូយើងវាស់ទៅឃើញតែ900អូមខាងលើនេះអត់ដល់900ទេនេះអូខេឥឡូវយើងចាប់ផ្ដើមតរឹសវាឡើងមកលើហ្នឹងហើយចំណុចហ្នឹងប្រកាសជាតំណឹង 100% មើលទៅឯកំថា 100% ត្រឹមតែ 99.9 នេះបានណា 99.9 ទេយើងលើតមើលសិនបាទតដាក់ចូលសិនមកទើបយើងដឹងលទ្ធផលថាវាយ៉ាងម៉េចបាទតអូយអូអានេះខ្សែលួងនេះធំយកលុះទៅខ្សែទូចខ្សែលុះធំកន្លែងដែលយើងត្រូវតទូចយើងដាក់ទៅដាច់បដ ாய் នេះយើងប្រើលុះទៅខ្សែទូចអូសម្រាប់ក្បាលមន់ហ្នឹងក៏ធំជាងនេះដែរលោកចោះទៀតនោះក្បាលមន់ហ្នឹងអូយក្បាលមន់លោកអត់ចោះទេសុំទៅលាងក្បាលមន់តិចសិនតោះឥឡូវក្បាលមន់របស់យើងហ្នឹងគឺបានបាទចំលៀងវាចង់ស្រួយហើយស្រួយបាទហើយដៃដូចញ័រមកchứមិនទាន់បានដកមេទេបានចេះតែញ័រហ្នឹងឡាប់បាទហើយវាវត្តមកជាប់ជាមួយនឹងកង់ដងរេស្តង់របស់វានឹងទៅលឹបប៉ុណ្ណឹងមកទាញផ្ដាច់ប៉តទាញផ្ដាច់ប៉តវាស់មើលប្រយ័ត្នតជាប់ចូលទៅម៉ាស់វាស់មើលសិនប្រយ័ត្នជាប់តទៅម៉ាស់អីចាវាស់លើក្បាលកង់ដងនោះចេត900អូមត្រូវហើយលាងសម្អាតវាបន្តិចអូខេបាទលាងសម្អាតវាបន្តិចមកយើងចាប់ផ្ដើមធ្វើតេស្តណាអូនបាទទីបំផុតវាចេញបកគោសេវាមកហើយនេះបាទរឹមបាទបន្ទាប់ពីយើងបានធ្វើការនេះលើក IC WTR នេះWTR លើកបណ្ដោះជើងដាក់ចូលវិញណាបាទពូពេលដែលយើងតអានឹងហើយក៏វានៅតែអត់ដែរ
ហើយបន្ទាប់ពីយើងលើកបន្តជើងដាក់ចូលវិញទៅយើងឃើញថាម៉ាស៊ីនហ្នឹងគឺមានបកគោសេវាណាបាទអញ្ចឹងប្រហែលជាវាជាមួយយើងដាក់សវកដាក់អីមើលថាតើវាឡើងសេវាអត់បាទបន្ទាប់ពីយើងធ្វើការដាក់សវកទូខាងក្រោយហើយយើងក៏យើងឃើញថាមានតែសមោលប៉ុណ្ណឹងដែរណាបាទសេវាសមោលតែអត់មានមិនដឹងឥឡូវមានតែចាំម្ចាស់ទូរស័ព្ទមកសុំលេខកូដតេស្តមើលសេរីថ្ងៃខែសេរីម៉ោងដាក់អញ្ចឹងណាអូខេអញ្ចឹងវីដេអូហ្នឹងបញ្ចប់តែប៉ុណ្្នឹងដែរបងប្អូនណាបាទ